ជំរាបសួរលោកគ្រូចឹងការងារថ្ងៃនេះគឺខ្ញុំមកធ្វើការបង្ហាញទាក់ទងនឹងការគ្រប់គ្រង user management ចឹងធ្វើការដំបូងឡើយគឺយើងធ្វើការ SH ចូលទៅក្នុង server របស់យើង SH page 168.70.132 enjoy SH ច្រឡំធ្វើការ bypass password ចឹងយើងធ្វើការ create user ហើយដំបូងឡើយខ្ញុំធ្វើការបង្ហាញតើ who am I សិនតែខ្ញុំនិយាយណាខ្ញុំគឺ hey ខ្ញុំធ្វើការបង្ហាញនៅ current directory របស់យើងឥឡូវហ្នឹងហើយខ្ញុំធ្វើការ add user ថ្មីដោយប្រើ command sudo user add ខ្ញុំដាក់ឈ្មោះថ្មីឈ្មោះថាកំសាន្តធ្វើការ slash m ដើម្បី back home directory គាត់ slash s ដើម្បីធ្វើការ add script slash bin slash pass ការ bypass password ហើយខ្ញុំធ្វើការ ls វិញមកគឺcd ទៅកាន់ home directory ls អូខេខ្ញុំមាន user ដែលខ្ញុំបង្កើតនឹងចំនួនចំណាន2ហើយ9ហើយនេះចឹង user ថ្មីបង្កើតនេះឈ្មោះថាកំសាន្តចឹងខ្ញុំធ្វើការ set password ទៅឲ្យកំសាន្តកំសាន្តហើយខ្ញុំធ្វើការ switch ទៅកាន់ user កំសាន្តហ្នឹងអូខេចឹងនៅក្នុង user កំសាន្តហ្នឹងហើយយើងធ្វើការ pwd បង្ហាញនៅ current directory របស់យើង ls pwd បង្ហាញនៅកន្លែង current directory របស់យើង mkdir បង្កើតនៅ directory មួយឈ្មោះថា test អូខេខ្ញុំបាន test ខ្ញុំធ្វើការ switch ទៅកាន់ user ដើមរបស់ខ្ញុំវិញហើយសួរថា hey អូខេខ្ញុំបានមកដល់ user ឈ្មោះ hey ហ្នឹងហើយ cd home ទៅកាន់ home ls នឹងឃើញ user របស់យើងមកវិញចំនួន4នាក់ហ្នឹងចឹងដើម្បី list នៅ user ទាំងអស់យើងធ្វើការ comment cap /etc/pass wd គេញ៉េ user ចុងក្រោយគេដែលយើងបង្កើតនឹងឈ្មោះថាកំសាន្តអរគុណលោកគ្រូ